បាទសូមគោរពជំរាបសួរពុកម៉ែពូមីងបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទមានវីដេអូមួយតអំពីការថែទាំដំណាំត្រសក់ផ្អែមបាទរបស់បងប្រុសញិនសុខាវដែលជាមន្ត្រីកសិកម្មឃុំស្មោស្រុកទ្រាំងខេត្តតាកែវបាទហើយកាលពីវីដេអូមុនខ្ញុំបានធ្វើអំពីការដាំដុះការថែទាំហើយនិងការតាក់តែងខ្នែងហើយលើកនេះគឺវគ្គ2គឺអំពីការបង្កាត់លំអងបាទលំអងផ្ការបស់ដំណាំត្រសក់ផ្អែមថាតើការបង្កាត់ផ្កាញីផ្កាឈ្មោលមានលក្ខណៈដូចតិចបាទសូមអញ្ជើញតាមដាននិងទស្សនាបាទបាទថ្ងៃនេះខ្ញុំមកធ្វើវីដេអូបន្តទៀតតាក់ទងមួយទៅនឹងត្រសក់ផ្អែមយើងគឺថាថ្ងៃនេះយើងដល់ពេលបង្កាត់ផ្លែវាបង្កាត់ទៅពីដាំកូនមកដល់ថ្ងៃនេះវាអាយុ30ថ្ងៃព្រោះយើងដាំថ្ងៃ20ខែ9ហើយថ្ងៃនេះថ្ងៃ19ខែ10ហើយរបៀបបង្កាត់យើងត្រូវមើលផ្កាវាអានេះគេហៅថាផ្កាញីដោយសារវាមានក្តាប់មកនេះអានឹងហៅផ្កាញីហើយនេះផ្កាឈ្មោលអញ្ចឹងយើងធ្វើដំណើរលំអងវាគេហៅថាបង្កាត់វាហ្នឹងគឺយើងត្រូវយកផ្កាឈ្មោលដែលរីកមកជារីកល្អចេះយកមកបង្កាត់ជាមួយផ្កាញីនេះហើយរបៀបបង្កាត់វាគឺយើងត្រូវហាយតបកផ្កានេះចេញអាតបកផ្កានេះយើងហាយចេញមកហើយយើងយកវាទៅផ្ដិតជាមួយនឹងផ្កាញីយើងយកទៅផ្ដិតវាឲ្យសប់មកហើយវាដំណើរម្អងនេះយើងត្រូវផ្ដិតវាឲ្យសប់បើវាអត់សប់ទេបាទគឺវាផ្លែមកអត់ល្អផ្លែវាចេញមកអត់ល្អទេវាចេញមកវាអត់ស្មើណាអញ្ចឹងយើងផ្ដិតវាមកនេះបងសុំម្ដងទៀតមកពេលក្រោយប្រកាត់ហើយយើងត្រូវសម្អាតអាខ្នែងនេះចោលអស់ហើយយើងទុកតែមួយសឹកមកបានតែវាចោលនេះដើម្បីឲ្យសារធាតុចិញ្ចឹមដែលវាចេញពីដើមមេមកវាស្តុកទុកត្រឹមហ្នឹងដើម្បីចិញ្ចឹមផ្លែនេះបាទហើយតែប៉ុណ្្នឹងទេខ្ញុំកាន់សិលមិញបានមកយកពីចាប់ដើមសពូនហើយជា2ថ្ងៃទៀតយើងអាចដឹងថាវាជាប់មិនជាប់ហើយអូហ្នឹងចឹងថាដល់ជាប់ទៅថា2ថ្ងៃបាទនេះតទៀតខ្ញុំធ្វើរៀងលឿនតិចទេដោយសារខ្ញុំបាន detail វាមុនហ្នឹងហើយអាចយកមកជាងថាតេតូមួយផ្លែសក់ផ្អែមនេះពេលបែបនេះយើងអត់ទាន់ប្រកាន់វាបានទេដោយសារផ្ការបស់វាផ្កាញីនេះវាអត់ទាន់បើកអញ្ចឹងបើយើងចង់ប្រកាត់វាបានតែនេះវាបើកដល់ខាងក្រោមនេះវាចាប់ផ្ដើមរីចេញមកអញ្ចឹងមកយើងអាចប្រកាត់វាបានហើយដោយយើងអាចប្រកាត់វាបានដោយសារយើងយកផ្កាឈ្មោលនេះផ្កាឈ្មោលដែលវានៅច្រោះថ្នាំងនេះច្រោះថ្នាំងជាមួយដើមមេនេះគេហៅថាផ្កាឈ្មោលអញ្ចឹងយើងក្តិចវាមកហើយយើងហាយតបកផ្កាវាចោលហើយតបផ្កាវាចោលអស់ចឹងមកហើយយើងយកអាលំអងរបស់វានេះមកផ្ដិតជាមួយនឹងនេះអាផ្កាញីរបស់យើងយើងផ្ដិតវាឲ្យសប់ទៅព្រោះបើវាអត់សប់ទេផ្លែវាអត់ចេញមកមួលអត់ស្អាតទេមិនក្រោយប្រកាសហើយយើងក្តិចអាត្រួយរបស់វានេះចោលយើងអត់បាច់ទុកវាទៀតទេព្រោះដើម្បីឲ្យសារធាតុចិញ្ចឹមនេះចិញ្ចឹមមកផ្លែបាទហើយសូមបញ្ជាក់ថាផ្កាឈ្មោលនិងផ្កាញីយើងសន្ទុកមើលទេបាទដូចជាផ្កាឈ្មោលគឺជាផ្កាដែលនៅកន្លែងគល់ថ្នាំងបាទនៃដើមត្រសក់ហើយចំណែកផ្កាញីវិញគឺជាផ្កាដែលមានក្តាប់ត្រសក់នៅបែកចេញពីដើមរបស់ត្រសក់ដែលថាជាមែករបស់ត្រសក់ហើយមានផ្កាមួយហើយនឹងក្តាប់ហើយសម្រាប់ក្តាប់ហ្នឹងគឺរុះត្រាតែផ្កាហ្នឹងរីកទើបយើងអាចធ្វើការប្រកាត់បានហើយការប្រកាត់ហ្នឹងយើងអាចយកផ្កាឈ្មោល2ទៅ3បាទដើម្បីយកមកព្រោះយើងអាចដឹងលទ្ធផលវាថាវាជាប់ហើយព្រោះតែកាលណាវាជាប់វាជ្រួនេះអស់ផ្លែចាប់ផ្ដើមរីកធំអញ្ចឹងរយៈពេល2ថ្ងៃក្រោយគឺវាឈប់វាឈប់អាផ្កានេះចា៎
ជួយកំហុសចឹងនៅសល់តែកក្តាប់ថ្មីថ្មីនេះមកណាក្តាប់វានៅថ្មីថ្មីចេញមកតាមខ្នែងរហូតក្នុងមួយដើមយើងបើសិនជាវាជាប់ហើយប្រកាសបានតែម្ដងទេថា បើសិនជាវាជាប់ហើយយើងរងចាំមើលយើងប្រកាសវា3ផ្លែទុកទៅរងចាំមើលជំនួសផ្លែចោលយើងមើលថាតើនៅក្នុង3ហ្នឹងតើមួយណាល្អជាងគេយើងទុកវាមួយហ្នឹងដើម្បីយកផ្លែអញ្ចឹងណា ចឹងមានន័យថាក្នុងមួយដើមយើងអាចប្រកាសវាបាន3ដងប៉ុន្តែយើងត្រូវជ្រើសរើសយកតែមួយផ្លែណាដែលល្អហើយត្រូវបាទនិយាយទៅយើងប្រកាសវាទៅឲ្យជាប់ហ្មងវាអាចដល់ខ្នែងទី15 16ក៏យើងអាចយកវាបានដែរហើយខ្នែងហ្នឹងជាប់ហើយ បាទសូមអរគុណសម្រាប់ការតាមដាននិងទស្សនាបាទហើយចាំមើលវគ្គក្រោយបាទខ្ញុំនឹងធ្វើវីដេអូមួយទៀតពាក់ព័ន្ធអំពីការថែទាំនិងការចម្រាញ់យកផ្លែតើផ្លែយ៉ាងទំហំប៉ុន្មានរូបរាងដូចម៉េចហើយការថែទាំយ៉ាងម៉េចដើម្បីទទួលបានផ្លែល្អបាទនៅក្នុងដំណាំត្រសក់ផ្អែមនេះតើហើយថាតើយើងត្រូវថែទាំយើងជំរើសយើងដាក់ជីមិនបាទដើម្បីទទួលបានផ្លែជាទីគាប់ចិត្តបាទសូមអរគុណសម្រាប់ការតាមដាននិងទស្សនាបាទសូមជួយចុច like និង subscribe ម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗពាក់ព័ន្ធពីការដាំដុះការថែទាំដំណាំបាទសូមអរគុណ